គោដើម្បីក្រើនរំលឹកពុកម៉ែបងប្អូននិងប្រជាជនប្រុសស្រីទាំងអស់ឲ្យបានជ្រាបថាថ្ងៃស្អែកគឺជាថ្ងៃសិលដើម្បីពួកយើងទាំងអស់គ្នាបានបែងចែកពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ទៅចូលវត្តវាអារាមធ្វើបុណ្យចែកទានសមាទានរក្សាសិលសន្សំបុណ្យកុសលទាំងអស់គ្នាចិត្តនៃការបរិច្ចាគទានឬចិត្តនៃការឲ្យទានចំពោះសង្ឃព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าបរមគ្រូនៃយើងព្រះអង្គទ្រង់សម្ដែងថាគឺជាចិត្តមួយដែលធ្វើបុណ្យឧទ្ទិសចំពោះសង្ឃដែលមកទាំង8ទិសមិនចំពោះបុគ្គលណាឬសង្ឃណាឬនិកាយណាមួយឡើយចិត្តនៃការដាក់ទាននៃការឲ្យទានចំពោះសង្ឃនេះមានអានិសង្សធំក្រៃលែងប្រមាណមិនបានគឺព្រះអង្គបានសម្ដែងថាមានអានិសង្សច្រើនជាងការឲ្យទានចំពោះបាតិបុគ្គលិកទានឲ្យចំពោះបុគ្គលទាំង14ពួកគឺមានន័យថាមានអានិសង្សច្រើនជាងធ្វើបុណ្យជាមួយនឹងព្រះសម្មាសម្ពុទ្ធដោយផ្ទាល់ទៅទៀតនេះគឺជាអានិសង្សផល្លានិសង្សនៃចិត្តនៃការឲ្យទានចំពោះសង្ឃចិត្តនៃការឲ្យទានចំពោះសង្ឃនេះព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าបរមគ្រូនៃយើងព្រះអង្គទ្រង់បានសម្ដែងថាមានលក្ខណៈ7យ៉ាង